ទំនើបពេកខ្លាចជាបញ្ហាកងទ័ពអ៊ុយក្រែនបង្ខំចិត្តដោះប្រព័ន្ធកុំព្យូទ័រចេញពីកំភ្លើងធំ M777 របស់សហរដ្ឋអាមេរិកបងប្អូនប្រកាសជាគិតថាអាវុធកាន់តែទំនើបបច្ចេកវិទ្យាកាន់តែខ្ពស់គឺកាន់តែល្អសម្រាប់ការធ្វើសង្គ្រាមមែនទេប៉ុន្តែការពិតទៅនៅលើសមរភូមិអ៊ុយក្រែនបានបង្ហាញឲ្យឃើញទុយស្រឡះយោងតាមភាពយន្តឯកសារយោធាពីបណ្ដាញ Weapon of Factory បានទម្លាយរឿងរ៉ាវដ៏កក្រើកមួយអំពីកម្ពុជាកំភ្លើងធំ M777A2 របស់សហរដ្ឋអាមេរិកដែលត្រូវបានបញ្ជូនទៅជួយអ៊ុយក្រែនកំភ្លើងធំនេះត្រូវបានគេស្គាល់ថាជាប្រព័ន្ធកំភ្លើងធំដ៏ទំនើបបំផុតមួយនៅលើពិភពលោកដែលបំពាក់នៅប្រព័ន្ធបញ្ជាការបាញ់ប្រព័ន្ធ Digital Fire Control System ដ៏សែនឆ្លាតវៃដើម្បីបង្កើនល្បឿននិងភាពសុក្រឹតបំផុតក្នុងការបាញ់ទម្លាក់សត្រូវប៉ុន្តែនៅពេលចុះដល់សមរភូមិជាក់ស្ដែងកងទ័ពអ៊ុយក្រែនបែរជារកឃើញចំណុចខ្សោយដ៏គ្រោះថ្នាក់បំផុតរបស់វាទៅវិញតើចំណុចខ្សោយនោះគឺជាអ្វីចម្លើយគឺភាពទំនើបរបស់វានោះឯងនៅលើសមរភូមិទំនើបសប្តាហ៍ថ្ងៃផ្ទៃមេឃត្រូវបានគ្រប់គ្រងដោយវងយន្តហោះដ្រូននិងប្រព័ន្ធតាមដានស៊ើបការអេឡិចត្រូនិករបស់កងទ័ពរុស្ស៊ីរាល់ពេលដែលប្រព័ន្ធ Digital របស់កំភ្លើងធំ M777 ត្រូវបានបើកដំណើរការវាបានបញ្ចេញនៅរលកសញ្ញា Electronic Signature ដែលធ្វើឲ្យប្រព័ន្ធរ៉ាដារបស់រុស្ស៊ីអាចចាប់ទីតាំងបានយ៉ាងងាយស្រួលនិងរហ័សបំផុតគ្រាន់តែចាប់សញ្ញាបានភ្លាមកងទ័ពរុស្ស៊ីនឹងធ្វើការបាញ់ប្លង់សងសឹកមកលើទីតាំងកំភ្លើងធំអាមេរិកនេះវិញក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដែលធ្វើឲ្យកំភ្លើងនិងអាយុជីវិតកងទ័ពអ៊ុយក្រែនត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ជាប្រចាំភាពទំនើបដែលអាមេរិកផ្ដល់ឲ្យបែរជាคล้ายទៅជាភ្លើងហ្វាបញ្ចាំងប្រាប់ទីតាំងឲ្យសត្រូវទៅវិញដើម្បីរស់រានមានជីវិតតែកងទ័ពអ៊ុយក្រែនត្រូវធ្វើដូចម្តេចពួកគេបានធ្វើការសម្រេចចិត្តដ៏នឹកស្មានបណ្ដាលមួយជំនួសឲ្យការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដ៏ទំនើបនោះកងទ័ពកំភ្លើងធំអ៊ុយក្រែនបានចាប់ផ្ដើមដោះគ្រឿងបន្លាស់បច្ចេកវិទ្យា Digital ទាំងនោះចេញពីកំភ្លើងបោះចោលតែម្ដងបងប្អូនស្ដាប់មិនខុសទេពួកគេសុខចិត្តដកប្រព័ន្ធ Digital ចេញហើយងាកមកប្រើប្រាស់ប្រព័ន្ធតម្រង់ទិសដោយដៃនិងភ្នែកកែវយុទ្ធបែបបុរាណទៅវិញការធ្វើបែបនេះបានធ្វើឲ្យកំភ្លើងធំ M777 លែងបញ្ចេញរលកសញ្ញា Electronic ដែលធ្វើឲ្យរ៉ាដារបស់រុស្ស៊ីស្រាប់តែខ្វាក់ភ្នែកនិងមិនអាចស្វែងរកទីតាំងរបស់កំភ្លើងធំអ៊ុយក្រែនបានទៀតឡើយរុស្ស៊ីលែងអាចឆ្លៀតឱកាសវាយប្រហារសងសឹកបានដោយងាយស្រួលដូចមុនទៀតហើយយុទ្ធសាស្ត្រកែច្នៃនេះគឺជាការបង្ហាញប្រាប់ពិភពលោកទាំងមូលថានៅក្នុងសង្គ្រាមពិតប្រាកដការរស់រានមានជីវិតនៅលើសមរភូមិគឺមានតម្លៃនិងសំខាន់ជាងបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ទំនើបទៅទៀតទោះបីជាការបាញ់ដោយដៃអាចនឹងយឺតជាងការប្រើកុំព្យូទ័របន្តិចប៉ុន្តែវាបានជួយសង្គ្រោះអាយុជីវិតកងទ័ពអ៊ុយក្រែនរាប់ពាន់នាក់ហើយធ្វើឲ្យពួកគេអាចផ្លាស់ទីបានលឿនមុនពេលរុស្ស៊ីរកឃើញនេះគឺជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់មន្ទីរបញ្ចកោតអាមេរិកនិងវិស្វករផលិតអាវុធទៅទាំងពិភពលោកត្រូវគិតគូរឡើងវិញអំពីការផលិតអាវុធនាពេលអនាគតកងទ័ពអ៊ុយក្រែនកំពុងតែយកអាវុធរបស់លោកខាងលិចមកសរសេរច្បាប់សង្គ្រាមសារជាថ្មីនៅលើសមរភូមិជាក់ស្ដែងតើប្រិមិត្តទស្សនិកជនយល់យ៉ាងណាដែរចំពោះភាពវៃឆ្លាតនិងការកែច្នៃរបស់កងទ័ពអ៊ុយក្រែនមួយនេះតើបច្ចេកវិទ្យាទំនើបពេកពិតជាគ្រោះថ្នាក់មែនដែរឬទេ